ចាំមើលពេទ្យក៏ថាយើងត្រូវចាញ់ពេទ្យមកប្រាប់ឲ្យចាញ់គឺគេមកប្រាប់ពេលផឹកចឹងគេឲ្យយើងរៀបចំអវ៉ាន់ម៉ោង 10 ហើយយើងបានចាញ់ចឹងថាយើងដឹងមុនថាចាញ់ស្អែកឬខាងស្អែកចឹងអត់ដឹងព្រោះយើងនៅបើយើងនៅពេទ្យឯកជនទៅយើងសំណុកថាយើងនៅ2ថ្ងៃ3ថ្ងៃចឹងបានទៅយើងនៅពេទ្យកុនចាក់ភូមិអញ្ចឹងដល់តែពេទ្យប្រាប់ថាឲ្យចេញថ្ងៃណាហើយបានចេញវិញកូនក្មេងបើឈឺបើយកហួសពេទ្យកូនប្រាប់ថាសមាជិកអីខ្ញុំមិនដែរចូលខ្ញុំចូលតែកូនប្រាប់ថាបើយើងនៅយើងចូលកូនប្រាប់ថាយើងជឿជាក់ថាកូនយើងខ្ញុំនិយាយថាសុខភាព7គ្រោះថ្នាក់3និយាយចឹងទៅកូនខ្ញុំកើតរោគបេះដូងរាល់ថ្ងៃហ្នឹងដោយសារខ្ញុំយកគាត់ចូលពេទ្យឯកជននៅពេទ្យឯកជនអស់បន្តិចទេហ្នឹងហើយដោយសារខ្ញុំយកគាត់ចូលពេទ្យឯកជនបានកូនខ្ញុំកើតរោគបេះដូង2ឆ្នាំហ្នឹងដោយសារខ្ញុំចូលពេទ្យឯកជនកូនខ្ញុំក្តៅខ្លួនខ្លាំងកម្ដៅ40ចុចម៉ានដាក់សេរ៉ូមជាឈាមមើលហើយលាកផងកលាកពោះវៀនដាក់សេរ៉ូមកូនខ្ញុំក្តៅខ្លាំងបុកថ្នាំខ្លាំងអស់សេរ៉ូមពាក់កណ្ដាលកំប្លោកកូនខ្ញុំត្រជាក់សើចអស់មកកំប្លោកត្រជាក់ដើរធម្មតាបានប្រហែល1ម៉ោងបកាច់យកមកនៅពីបកាច់កូនខ្ញុំលើឡើងដឹងអីយកចូលពេទ្យកញ្ចក់ផាទាំងគ្រូប្រទានហើយកូនខ្ញុំកើតរោគបេះដូងដល់ថ្ងៃចាំមិនថាមានកូនតូចអីឈឺអីមិនជិះកញ្ចក់ផាទេចូលទៅពីគេមិនជំនាញគ្រប់ផ្នែកហ្នឹងទោះបីយើងមកដល់យើងគេងនិយាយថាចូលមកវាស្មើភាពគ្នាអត់មានអ្នកមានអ្នកក្រអត់មានបន្ទុកហើយដូចថាគេម្ចាស់សំណួរច្រើនអូខេគឺស្គាល់ហើយគេមានបន្ទុក VIP គេចឹងប៉ុន្តែបើធំជាពលរដ្ឋយើងនេះហ្នឹងគឺគេឆែជំរាបជួរនឹងដូចគ្នាដូរប្រធានបទមិនបានដូរប្រធានបទបើនៅពេទ្យមិននិយាយរឿងពេទ្យណាបាទ